The Voice Kid Cambodia ឧបត្ថម្ភផ្ដាច់មុខដោយរថយន្ត Mazda ស្នាមញញឹមរបស់កុមារីមកពីខេត្តកោះកុងម្នាក់នេះនៅតែមានកុមារីពៅស្រីនេះហាក់ដូចជាមានភាពស្ទាក់ស្ទើរអ្វីទាំងអស់ស្រីនេះបានបោះជំហានពេញដោយធម៌ពលជំនះគ្រប់ឧបសគ្គតតាំងដោយគ្មានញើតជាមួយគូប្រជែងរត់តែក្បួនបងរត់តែស្និទ្ធក្រសោបអកយលងចិត្តលួងស្រីក្លិនជាប់ខ្លួនខប់ផ្លៃលើប្រានថ្លៃអាចបែកចាក់នៃបងស្និទ្ធកាយគេល្មមបានហើយត្រាំស្រីនេះច្រៀងបានយ៉ាងពីរោះយកឈ្នះបេះដូងរបស់ទស្សនិកជនបានយ៉ាងច្រើននាងបានបើកឱកាសឲ្យខ្លួនឯងឈ្មោះទៅសម្រាប់ក្តីសុបិនរបស់នាងសេនិតគឺជាក្មេងស្រីម្នាក់ដែលគាត់មានទឹកដមសម្លេងមករបស់គាត់តែម្ដងចាមកចឹងនិយាយថាសម្លេងរបស់គាត់អត់មានការលំបាកនៅក្នុងការបង្វឹកទេពីព្រោះថាគាត់មានសម្លេងខ្ពស់ហើយគឺសម្លេងខ្លាំងថ្លាល្អបើស្រីនេះសាទរកុមារីបើស្រីនេះប៉ុន្តែគ្រប់យ៉ាងគឺមិនស្ថិតស្ថេរនោះទេវាអាចប្រែប្រួលទៅតាមពេលវេលាដូច្នេះស្រីនេះត្រូវតែខិតខំបន្ថែមទៀតត្រូវតែពង្រឹងសមត្ថភាពបង្កើនគុណភាពសម្លេងសាងភាពទាក់ទាញឲ្យបានកាន់តែល្អប្រសើរជាងមុនស្រីនេះបានយល់យ៉ាងច្បាស់ហើយបានខិតខំនៅអ្វីដែលនាងអាចធ្វើបានព្រោះនាងពិតជាមិនចង់បញ្ចប់ត្រឹមវគ្គនេះទេគោលដៅរបស់នាងគឺវគ្គផ្ដាច់ព្រាត់មិនបង្អង់យូរដល់ពេលដែលស្រីនេះត្រូវបង្ហាញសមត្ថភាពសូមស្វាគមន៍កុមារីបើស្រីនេះមកពីខេត្តកោះកុង The Voice Kid Cambodia រដូវកាលទី2 Live Show វគ្គកណ្ដាលផ្ដាច់ព្រាត់ផ្លូវដើរវៀងឲ្យរស់រៀនជីវិ
ស្រី បា នេះ អូយសលេងគួរចាប់អារម្មណ៍ណាស់ តំអ ជូទៀនហើយជម្រាបសួរស្រីនិត ចាមានយកមកមកអីកូនអត់យកមកទេថ្ងៃហ្នឹង អត់អីទេបាទឥឡូវស្ដាប់យោបល់ពីខូចណាស្រីនិតបាទកុមារីកោះកុង ចា សំជើញខូចនីសា ជំរា អ ប រ សួ គុណ រ ចាអរគុណស្រីនិតស្រីនិតគឺជាក្មេងស្រីម្នាក់ដែលមានភាព cute ស្អាតអាចតាក់ទាញចំណាប់អារម្មណ៍ពីបងប្អូនទស្សនិកជនជាច្រើនហើយឥឡូវហ្នឹងគឺថែមមួយទៀតគឺទឹកដមសម្លេងរបស់ស្រីនិតហ្នឹងគឺអាចតាក់ទាញចាបងប្អូនដែលជាទស្សនិកជនហ្នឹងបានកាន់តែច្រើនទៀតដោយសារតែទឹកដមសម្លេងរបស់ស្រីនិតគឺព្រោះមួយបែបចាមួយយ៉ាងដែលជារបស់ស្រីនិតតែម្ដងសម្លេងច្រៀងក្មួយនៅតូចទេប៉ុន្តែសំឡេងវិញសំឡេងស្រែកខាងលើគឺបានកម្ពស់ខ្ពស់ល្អចាហើយចេះនៅការច្រៀងនឹងបានយ៉ាងច្បាស់លាស់ខុសឆ្គងតែបន្តិចបន្តួចទេប៉ុន្តែសំខាន់បំផុតគឺស្រីនិចចាស្រីនិចគឺប៉កែខ្លាំងមែនតើមិញសុំតសើណាហើយឃើញក្លាហានណាឃើញថាកាយវិការអីសង់តង់ទៅតាមបទចម្រៀងហ្នឹងគឺល្អខ្លាំងមែនតើហើយខូចកញ្ញាសុំតសើតែម្ដងគឺប៉កែបង្វឹកបង្ហាត់មែនតើស្រីនិចគួរឲ្យស្រឡាញ់ហើយសមត្ថភាពខ្ពស់ចាអរគុណច្រើនជូនពរស្រីនិចឲ្យបានកាន់តែដូចថាមានអ្នកគ្រប់គ្រងឲ្យបានកាន់តែច្រើនហើយនឹងទទួលបានការវោតពីទស្សនិកជនក្នុងយប់នេះឲ្យបានច្រើនចា សូមអរគុណច្រើនជាបន្តទៀតសូមអញ្ជើញខូច Zono ចាជំរាបសួរពូ ស្រីនិតពូពិតជាស្រឡាញ់សម្លេងស្រីនិតគឺពីរោះមួយបែបពូស្រឡាញ់ទឹកដមរបស់ស្រីនិតអាចនឹងមកពីក្មួយភ័យផងក៏ថាបានដោយសារតែពូឃើញនៅពីកលៈចុងក្រោយក្មួយចូលខុសជាមួយនឹងភ្លេងเนาะ ចា ប៉ុន្តែយ៉ាងណាក៏ដោយណាបើទឹកដមគឺល្អហើយបើសិនជាយើងរឿងចូលខុសពូក៏ធ្លាប់ចូលខុសដែរមិនមែនថាអត់ទេដោយសារអីពេលវេលាយើងពេលខ្លះទៅឬក៏ការភ័យរបស់យើងឬក៏អាចមកពីសុខភាពយ៉ាងណាក៏ដោយពូនៅតែសរសើរទឹកដមសម្លេងរបស់ក្មួយពូនៅតែចូលចិត្តដដែលសូមជូនពរឲ្យស្រីនិតទទួលបានការវោតច្រើនពីបងប្អូនផងដែរបាទអរគុណច្រើនស្រីនិត បាទសូមអរគុណឥឡូវនេះគ្រូបង្វឹកផ្ទាល់ខូចកញ្ញា ជំរាបសួរ ជំរាបសួរចាអរគុណច្រើនសេនិតអរគុណដល់ខូចទាំងពីររូបដែលបានសរសើរនៅសម្លេងច្រៀងរបស់សេនិតសេនិតមិនត្រឹមតែជាបេក្ខនារីដែលមានរូបសម្បត្តិស្អាតចាទឹកមុខមានអំណោយទានក៏ដូចជាកាយវិការតែសេនិតគឺមានសមត្ថភាពសម្លេងមកពីធម្មជាតិរបស់គាត់តែម្ដងអញ្ចឹងទឹកដមសម្លេងច្រៀងអត់មានអ្នកណាអាចទៅយកមកបានទៅទិញយកលុយទៅទិញបានទេចាសំខាន់គឺមកធម្មជាតិគេហៅថាដោយទេវតាប្រទានអញ្ចឹងចាអញ្ចឹងសេនិតគាត់មានមកខ្លួនឯងដោយឡែកទៅលើការបង្វឹកបន្ថែមទៀតសេនិតមានការកែច្នៃទៅលើសម្លេងច្រៀងរបស់គាត់ប៉ុន្តែក្មួយគឺជាក្មេងម្នាក់ដែលទូចទេប៉ុន្តែគឺគាត់មានមហិច្ឆតាធំគាត់អាចច្រៀងបទចម្រៀងពីដើមក៏បានច្រៀងបទចម្រៀងមនោសញ្ចេតនាសគុតសគុំស្មឹងស្មាតក៏បានហើយគាត់អាចច្រៀងបទចម្រៀងប្រភេទបែប rock ក៏បានដែរពីព្រោះដោយសារតែការគេហៅថាភាពវៃឆ្លាតចាអញ្ចឹងពេលខ្លះទៅក្មេងធំណាគេហៅធំជាងគាត់ក៏នៅតែអាចធ្វើអត់ទាន់បានដែរប៉ុន្តែសេនិតទូចតែគាត់ពិតជាអាចធ្វើបានឆ្លាតទទួលយកបានលឿនអញ្ចឹងគឺសមត្ថភាពរបស់ក្មួយបានទទួលនៅការគ្រប់គ្រងនិងសារគ្រប់គ្រងពីទស្សនិកជនបានច្រើនកាលពីសប្តាហ៍មុនអញ្ចឹងសប្តាហ៍នេះដូចគ្នាទៀតមីងសង្ឃឹមថាបងប្អូនទស្សនិកជននឹងមើលឃើញនៅសមត្ថភាពដ៏ល្អរបស់សេនិតដោយសារតែវ័យរបស់ក្មួយនៅទូចប៉ុន្តែក្មួយមានសមត្ថភាពល្អសង្ឃឹមថាសេនិតនឹងទទួលបានសារគ្រប់គ្រងយ៉ាងច្រើនបន្តទៀតពីទស្សនិកជននៅក្នុងរាត្រីនេះអរគុណ សូមអរគុណច្រើនខូចកញ្ញាដែលគ្រូបង្វឹកផ្ទាល់សេនីតគឺជាកូនពៅរបស់ខូចកញ្ញាផ្ទាល់តែម្ដងមានលេខកូដសម្គាល់លេខ12ប្រសិនបើចង់ឲ្យសេនីតចាទៅវគ្គផ្ដាច់ព្រាត់សប្តាហ៍ក្រោយ បាទអញ្ចឹងកុំភ្លេចផ្ញើសារគាំទ្រជូនពរសេនីតណាក្មួយណាទទួលបានជោគជ័យក្មួយបាទផ្ដល់កម្លាំងចិត្តមួយ The Voice Kids Cambodia រដូវកាលទី2